អញូសួស្ដីប៉ាយើងទាំងអស់គ្នាតោះយើងទៅលេងព្រៃព្រោះមួយថ្ងៃនៅតែអត់កើតទេឥឡូវបាទជើងដោះរោមហើយអញ្ចឹងតទៅព្រៃហូបបាយហូបទឹកនៅតាមកពតព្រៃឬក៏មាត់អូមាត់ស្ទឹងមាត់អីចឹងទៅថ្ងៃនេះយើងទៅលេងព្រៃមានគ្នា6នាក់ព្រលឹមឡើងយើងដើរបាយគ្នាលេងព្រៃមើលទេសភាពរៀងៗខ្លួនតែពេលថ្ងៃឡើងម៉ោង11យើងណាត់ជួបជុំគ្នាធ្វើបាយធ្វើទឹកហូបជុំគ្នានៅជាប់មាត់អូហើយទឹកអូនឹងស្អាតខ្លាំងមែនទែនថ្លាឆ្វេងមើលឃើញដល់បាតហើយមានម្លប់ដើមឈើមួយតិចឲ្យដុសស្លាមកស្អាតមែនទែនពេលព្រឹកខ្ញុំដើរទៅកណ្ដាលព្រៃជួបដើមត្រាប់ពុតញងមកដើមក៏វាយចំណិតបេះយកមកតុកជ្រលក់មួយទឹកថៃបុកស៊ីរកឡៃស៊ីទៅយ៉ាប់ទេទឹកនេះតិចឲ្យស្អាតនាំគ្នាឆ្លងទឹករួចប្រមូលអីវ៉ាន់មកដាក់នៅកន្លែងទួលហើយឥឡូវយើងធ្វើចក្រានយើងយកដុំថ្មមកគុំគ្នាទៅធ្វើជាចក្រានបង្កាត់ភ្លើងនៅកណ្ដាលទឹកហ្នឹងអូនអុលវាមានទូជាងគេអញ្ចឹងឲ្យឡើងទៅកាប់មែកឈើយកមកធ្វើមុំ3ងាលយើងដាក់ធ្វើកន្លែងអាំងសាច់ហើយនឹងចងកាមែលដាក់ដាំបាយហូបវត្តមានចុងភៅរបស់យើងមកពីឌូបាយតដែរអ្នកប្រយុទ្ធមកតូចហើយផ្ទះគាត់នៅស្អាងហើយតូចទេឥឡូវមហូបរបស់យើងនេះវាមានពវៀនតានជ្រូកហើយឥឡូវគាត់កំពុងតែយកពវៀនតានជ្រូកនោះមកបោកហើយបោកពវៀនតានជ្រូកសម័យដល់រឿងបោកកៅអៅបោកអីណាគាត់ទេជាងពើគាត់ឃ្លានពេកឥឡូវគាត់យកពោតមកដាក់អាំងហើយពោតនឹងលឺសូស្វាកាច់តែចកាគេរត់ដេញទៅដើមស្វាមកបានមក3ផ្លែនេះបើតួនាទីខ្ញុំឥឡូវដាក់ដាំបាយព្រោះរាល់ដងភាកច្រើនតែធ្វើមកហូបហើយចេះតែភ្លេចដាំបាយឥឡូវខ្ញុំដាក់ដាំបាយបានមុនគេកុំឲ្យភ្លេចទៀតថ្ងៃនេះការងារច្រើនជាងគេតែចង់ភៅឌូបៃរបស់យើងនឹងឯងរត់ទៅធ្វើពវៀនតានផងឥឡូវមកលាយគ្រឿងលាយអីណាចិត្តបន្លែចិត្តគ្រឿងចិត្តអីបុកគ្រឿងបុកអីយកទៅលាបមួយពវៀនតានព្រោះផែនការរបស់យើងថាយើងដាក់ស្ងោរពវៀនតានតែដោយសារតែយើងភ្លេចយកឆ្នាំងទៅអញ្ចឹងយើងយកពវៀនតានមកយើងយកទៅរុំលាយគ្រឿងហើយរុំជាមួយនឹងกระดาษអាលុយមីញ៉ុមដុតឲ្យវាឆ្អិនខ្លះសិនបានយកវាមកដាក់អាំងវិញដោយសារតែយើងភ្លេចឆ្នាំងនឹងឯងនឹងហូបទៅវាការពារប្រព័ន្ធលើឈាមលើអីទៅបងវាដុតចាស់ភាគច្រើនឲ្យដុតអាហ្នឹងបងបន្ទាប់ពីលាយគ្រឿងអស់ហើយឥឡូវយើងយកពវៀនតានហ្នឹងមកច្បល់ជាមួយគ្រឿងឲ្យវាមានជាតិឡែមខ្លះហើយយើងដាក់ចូលដុតជាមួយនឹងกระดาษអាលុយមីញ៉ុមហើយមកហូបថ្មីកុំភ្លេចភ្នែកណាបងប្អូនបង្អឿនគាត់ខ្លាចខ្វះអស់ដតចឹងគាត់ទៅលីមកគុលយកមកប៉ុណ្ណាដែលយកមកຕົកត្រៀមមកហើយស្រេចហ្មងដាក់ពវៀនតានយើងអាំងលើភ្លើងហើយឥឡូវចុងភៅយើងគាត់យកងាវមកលាងសម្អាតងារៀបចំដាក់អាំងវាដូចទៅពវៀនតានដែរយើងធ្វើងាវអប់អំបិលម្ទេសបានជុំយើងដាក់ម្ហូបរបស់យើងអាំងទៅលើភ្លើងអស់ហើយអញ្ចឹងយើងទៅរងចាំមួយផ្លែទៅតែឆ្អិនយើងអាចហូបបានហើយឥឡូវយើងយកតុកមកតឡើងនៅលើទឹកនេះដាក់ហូបបាយនៅលើទឹកត្រជាក់ក្រោមម្លប់មែកឈើកើតបរិយាកាសរីករាយដល់ក្រុមអ្នកលេងព្រៃអត់ប្រយោជន៍ម្ដងមើលតឡើងតុករួចហើយឥឡូវអត់មានកៅអីទេយើងយកដុំថ្មហ្នឹងមករៀបជុំវិញតុកធ្វើកៅអីអង្គុយហ្មងបែបធម្មជាតិប៉ិតហ្មងរៀបតុកយកកៅអីហ៎កៅអីធម្មជាតិហ៎ខ្ញុំយកបន្លែមកលាងសម្អាតឲ្យស្អាតជាមួយនឹងទឹកអូនហើយទឹកអូននឹងថ្លាស្អាតហើយមានដោះស្លែតិចហើយត្រជាក់ស្រួលមែនតើឥឡូវចុងភៅគាត់កំពុងតែបុកទឹកត្រីបុកមួយមុខទៀតទុកជ្រលក់ជាមួយនឹងពវៀនតានហើយនឹងងាវដុតបើម្ទេសមើលត្រីបុកគ្រឿងក៏ថ្ងៃនេះធម្មជាតិនិយាយវាធម្មជាតិសុទ្ធហ្មងឧបត្ថម្ភកម្មមុខដោយទឹកមាត់ត្រជាកម្មខ្មែរដែលមានបទពិសោធន៍សាងសង់និងកែសម្រួលផ្ទះត្រជាកម្មតាំងពីឆ្នាំ2009បទពិសោធន៍ពិតចំណេះជំនាញពិតទទួលបានលទ្ធផលពិតសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍អាចតាក់ទងទៅពេចទឹកមាត់ត្រជាកម្មខ្មែរផ្ទាល់បានអរគុណដោយសារតែភ្លេចអវ៉ាន់ភ្លេចឆ្នាំងភ្លេចអីហើយឥឡូវក៏អត់មានរ៉េបុកគ្រឿងដែរប៉ុន្តែរ៉េបុកគ្រឿងធម្មតាឯងប្រើពីថ្មនោះឬអាថ្មក្នុងអូនហ្នឹងយកមកបុកធ្វើរ៉េបុកគ្រឿងជំនួសទៅឆែកមើលបាយសិនឥឡូវបាយឆ្អិនមួយមុខហើយបាក់យើងហើយនៅសល់ម្ហូបអត់ទាន់ឆ្អិនទេម៉ោងកាន់តែច្រើនហើយឥឡូវយកពវៀនតានតែឆែកមើលមកមុខទៀតសិនចង់ដឹងថាវាឆ្អិនបានប៉ុណ្ណាហើយព្រោះពវៀនតានហ្នឹងដូចជាមិនតំណងជាងាយឆ្អិនទេដោយការសង្ស័យមែនបាក់យើងហើយអត់ទាន់ឆ្អិនទេតែឈាមក៏ខ្លាក់ឥឡូវនេះមូលហេតុដោយសារតែយើងភ្លេចយកឆ្នាំងទៅបើដាក់ឆ្នាំងស្ងោរហ្មងស្រួលបាត់ហើយឥឡូវយើងយកវាទៅដាក់តាបៀតដាក់អាំងវិញងាវអប់អំបិលម្ទេសយើងឆ្អិនហើយឥឡូវនៅវេទនាតែរឿងពវៀនតានហ្នឹងត្រូវយកទៅដាក់អាំងម្ដងទៀតចាយពេលយូរទៀតម្ហូបអត់ទាន់ឆ្អិនទេប៉ុន្តែទឹកត្រីបុកហើយបន្លែរៀបចំរួចហើយឥឡូវឃ្លានពេកចង់បាយចនិតយកបន្លែហ្នឹងហូបមួយទឹកត្រីបុកហ្នឹងហើយមើលទៅដូចជាពវៀនតានហ្នឹងនៅតែមិនទាន់ឆ្អិនទៀតមើលទៅដូចជាយូរហើយយើងដួសបាយដាក់ក្នុងកធុងខៀវហ្នឹងសិនហើយយកកាមែលហ្នឹងដាក់ពវៀនតានស្ងោរហ្មងបានអាចទប់ទល់ហូបតាន់សភាពការមើលទៅទៅមិនរួចទេ
យកគ្រឿងមកដាក់ខ្លះហើយ អត់ស្អិនទេ អីឆ្អិនបកាយក្រោយឆ្អិនពេកឥឡូវមានញុកភ្លើងហើយដុតឲ្យកំតិចកំមែលឡើងមួយហ្មងឃ្លានពេកទ្រាំលេងបានតែយូរទៅកាន់តែយូរទៅឲ្យបាក់យើងហើយយើងក៏ឈប់ចាំដែរដោយសារតែឃ្លានខ្លាំងពេកឥឡូវយើងយកងាវអាប់អំបិលម្ទេសរបស់យើងមកមុខមកហូបបដាសិន អត់ទេវ៉ាបាយប្រាប់ទៅយ៉ាត់អានបេកបាល់ហើយ ម្នាក់ញាប់ដៃញាប់ជើងចាត់ការងាវដុតអំបិលម្ទេសនឹងសិនព្រោះទប់ទល់អត់ជាប់ទេនេះឯមាត់ទឹកនឹងតែជាក់ទឹកថ្លាបរិយាកាសអែមបាក់យើងហើយត្រជាក់ស្រួលទៀតណាដាក់បាយបានមកស្ទុះឥឡូវយើងបើគេទៅយកអាពវៀនតាន់ដុតទៅក្នុងកាមែលកំតិចកាមែលមួយនឹងខ្ទេចអស់បាត់ហើយចាំមើលអូនទាំងអស់គ្នាមើលចង់ដឹងតែឆ្អិនអត់បាក់យើងហើយ អានណា ហើយយើងហូបបាយនៅមាត់ទឹកនឹងបរិយាកាសអែមមកហូបវាឆ្អិនអត់តាន់គ្នានឹងធ្វើឲ្យយើងរត់តែឃ្លានដាក់ទៅរត់តែឆ្ងាញ់ទៀតតែគ្រាន់តែថាយើងទៅថៃបុកនេះអ្នកប្រយុទ្ធមកតូចបុកហល់ដល់ហើយ ហើយទៅណាដូចក្បាលហ្នឹងមើលហើយដល់កហ៎ ទៅព្រៃយើងសប្បាយអាពេលហូបបាយទឹកជុំគ្នាប្រអាប់គ្នាលេងទៅចែកគ្នាលេងបរិយាកាសល្អនឹងតែឲ្យយើងបង្កើតបានអនុស្សាវរីយ៍មួយដែលយើងចងចាំរហូតមិនងាយភ្លេចទេហើយនេះចង់ភៅយើងអ្នកប្រយុទ្ធមកតូចខ្ញុំឃើញមានទូយើងហូបច្រើនណាស់លោកអើយលោកលើមុនលីបទាលេងចិត្ត10គ្រាប់ម្នាក់ឯងឥឡូវបាយមិនដែរដាក់មកកធុងនឹងម្នាក់ឯងបណ្ដោយនេះមិនលក្ខណៈស៊ីលក្ខណៈច្រាស់ដែរនេះទូអង្គស៊ីមិនទាកូនណានេះ កំពូអ្នកស៊ីហើយពេលនេះដាក់បាយទឹកប្រាវជុំគ្នាមកញ៉ាំក្រោមម្លប់ឈើតិចហ្នឹងឥឡូវរួចរាល់ហើយប៉ាយើងហើយឥឡូវយើងក៏រៀបចំឲ្យបានរបស់យើងដើម្បីទៅត្រឡប់ទៅឡានវិញបាយហើយលើបាយហើយមានអីយើងបន្តអូ ស្រ័យដូចខ្មោចឡង ដំណើរកំសាន្តដល់រោគរ៉ារបស់យើងនៅថ្ងៃហ្នឹងអញញ៉ៃដោយសារតែរឿងភ្លេចឆ្នាំងនិងអពវៀនតាន់នឹងធ្វើបាបឃ្លានឡើងចង់ដាច់ពវៀនហ្នឹងគឺត្រូវបានចប់ត្រឹមប៉ុណ្្នឹងហើយបងប្អូនទាំងអស់គ្នាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនសូមបងប្អូនទាំងអស់គ្នាជួយ follow page ម្នាក់មួយផងបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តមើលវីដេអូដើរកំសាន្តព្រៃបែបហ្នឹងអរគុណច្រើនជម្រាបលាសុខសប្បាយទាំងអស់គ្នាជូនពរឆ្នាំថ្មីហេងទាំងអស់គ្នា